សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកកាន់មេរៀនថ្មីមួយទាក់ទងនឹងការធ្វើ slide យើងបន្តទៀតមុននឹងចូលដល់មេរៀនខ្ញុំសូមប្រាប់បងប្អូនថាបងប្អូនណាដែលមិនទាន់បានចូលក្នុងក្រុម Telegram អាចចូលបានព្រោះរាល់វីដេអូគឺខ្ញុំដាក់ link នៅក្នុងខាងក្នុង comment វីដេអូនេះហើយមកវិញទៀតបើសិនជាបងប្អូនណារវល់មិនបានធ្វើ slide អីអាចតាក់ទងមកខ្ញុំបានការធ្វើ slide គឺតម្លៃទូទៅគឺ$10ចាំបើសិនបងប្អូនណាគិតថា$10ច្រើនពេកអានឹងក៏តាមនឹងទៅចុះព្រោះអីការធ្វើ slide វាមិនមែនស្រួលទេអញ្ចឹងលេងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់មេរៀនយើងជាថ្ងៃនេះគឺយើងមកធ្វើនៅ slide បែបនេះមួយនេះ slide បែបនេះចឹងការធ្វើ slide បែបនេះគឺបើសិនជាតម្លៃ$10វាអាចគន់បើយើងនិយាយទៅបើឲ្យគេធ្វើវាអាច$10មែនបងប្អូនព្រោះពីយ៉ាងអ្នកខ្លះគេអត់ចូលទេ$10តែសម្រាប់ខ្ញុំគឺ$10ខ្ញុំគិតថាគួរសមហើយសម្រាប់បងប្អូននិស្សិតភាគច្រើននិស្សិតគឺក្រដូចតែខ្ញុំដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកកាន់កម្មវិធី PowerPoint អូខេចូលមកកាន់ PowerPoint ហើយយើងចុច Ctrl A ដូចតែរាល់ដងអញ្ចឹងបន្តមកទៀតគឺយើងមកមើល slide របស់គេនេះគឺគេមានអ្វីខ្លះចុចទី1គឺគេមាននេះមួយ shape នេះគឺមាន shape 2ចឹងយើងកុំឲ្យខាតពេលយូរយើងចូលមកគូ shape 2តែម្ដងអូខេការគូ shape គឺស្រួលទេបងប្អូនទាំងអស់គ្នាបើយើងយល់យើងអាចនឹងធ្វើបានលឿនអូខេបើសិនជាបងប្អូនខ្លាចវាអត់ស្មើអីគួរវាលៀនចេញបន្តិចចឹងមកបន្តមកទៀតយើងចូលមកដាក់ពណ៌អូខេចាំមានពណ៌ទេខ្ញុំចូលមកដូរពណ៌នេះអូខេយើងយកពណ៌នេះអូខេចឹងយើងបានពណ៌នេះហើយបានពណ៌ហ្នឹងយើងចូលមកផ្ដាច់បន្ទាត់កុំឲ្យវាលោតញ៉ៃកុំឲ្យវារត់ស្នាមអីញ៉ៃចឹងណាហើយបន្តមកទៀតបងប្អូនចុចមកនេះមកដើម្បីឲ្យវាសេរីស្មើអូខេអញ្ចឹងយើងបានហើយបន្តមកទៀតយើងចូលមកគូមួយទៀតយើងចូលមក copy វាតែម្ដងទៅមកយើងតម្លាក់វាចូលមកខាងក្រោមមកយើងមកដូរពណ៌អូខេអញ្ចឹងការដូរពណ៌គឺនេះយើងយកពណ៌នេះអូខេអញ្ចឹងយើងបានហើយនេះអូខេយើងដូរពណ៌ហើយយើងអីហើយចាំមើលវាដូចជាអត់ស៊ីគ្នាទេអញ្ចឹងខ្ញុំមកដូរពណ៌សាថ្មីខ្ញុំយករាងសក្រហមរាងសបន្តិចដើម្បីឲ្យវានេះដើម្បីឲ្យវាមើលទៅទំនងអូខេអញ្ចឹងវាសពេកវាអត់តន់សទេអញ្ចឹងអាចចូលមកសេរីសាថ្មីបានអូខេនេះយកទៅប៉ុណ្នេះអូខេអញ្ចឹងបានហើយលេងចុច slide សាក់មើលសិនវារៀងអត់សូវច្បាស់ជាងការធ្វើ slide គឺវាមានវាមានវាស្មុគស្មាញមែនទេណាបងប្អូនការធ្វើ slide នេះបានហើយអូខេចឹងយើងបានហើយចឹងបន្តមកទៀតគឺយើងចូលទៅគូបំពងមួយចូលគូ shape មួយទៀតហើយរឿងមក remove អូខេខ្ញុំយកប៉ុណ្ណេះមកចឹងយើងបានប៉ុណ្្នឹងហើយយើងមកមើលរបស់គេនេះរបស់គេគឺគេមាន shape 2តង់ចឹងដើម្បីបានពងមួយចឹងយើងទៅដាក់ shape 2តង់អូខេ shape 2តង់យើងចូលមកអូខេចូលមកឡើងឯកសារយើងខ្ញុំបរិចបន្តិចសូមបរិចបន្តិចមកដើម្បីឲ្យវានេះបងប្អូនអូខេតែខ្ញុំចុច copy តមកទៀតខ្ញុំបរិចវារៀងទូចរួមឲ្យទូចតមកខ្ញុំចុចនេះវាដើម្បីសេរីវាឲ្យត្រូវស្មើលើស្មើក្រោមអូខេអញ្ចឹងបានហើយអញ្ចឹងបន្តមកទៀតគឺគេដាក់ពណ៌ចេះអញ្ចឹងយើងដាក់ពណ៌តាមគេមកអូខេនេះខ្ញុំយកពណ៌នេះអូខេខ្ញុំយកក្រហមខ្លាំងហើយshape ខាងកណ្ដាលនេះគឺយើងយកពណ៌សហើយយើងផ្ដាច់បន្ទាត់ចោលមកអូខេនេះយើងផ្ដាច់បន្ទាត់ចោលដែរអូខេចឹងយើងបានតម្រងមួយហើយតម្រងក្បាល slide ហើយកន្លែងដំបងនេះភាគច្រើនបងប្អូនចង់ដាក់អីក៏បានដែរ
តាមទៅលើបងប្អូនឧទាហរណ៍បងប្អូន save ពីប្រធានបទអីឥឡូវខ្ញុំឧទាហរណ៍មួយបងប្អូនចង់ដាក់តាក់ទងទៅនឹងប្រធានបទនិយាយអំពីអីចង់និយាយអំពី Sting និយាយពីក្រុមហ៊ុន Sting ជុំបងប្អូនដាក់មកនេះដាក់ខាងក្រៅចឹងមកអូខេនេះគាត់ជាឧទាហរណ៍ទេដាក់ខាងក្រៅចឹងបន្តមកទៀតបងប្អូនដាក់ឈ្មោះសាលារៀនមកខ្ញុំសូម copy កន្លែងនេះចឹងឈ្មោះសាលារៀនគឺស្រេចទៅលើបងប្អូនដាក់ចឹងបងប្អូននេះខ្ញុំដាក់ពណ៌ IC ហ្នឹងមកអូខេចឹងវិជាអីហ្នឹងតាមនឹងមកហើយប្រធានបទយើងនិយាយអំពី Sting អូខេនិយាយអំពី Sting ពី Sting ចឹងយើងតាក់ទងទៅនឹង Sting និងសាស្ត្រាចារ្យណែនាំអីអូខេចាំបន្តមកទៀតយើងចូលមកគូ shape មួយទៀតនេះការធ្វើ slide គឺវាងាយស្រួលសំខាន់ឲ្យតែយើងមានគន្លឹះវាយើងធ្វើបានហើយបងប្អូនអូខេខ្ញុំចូលមកនេះមួយទៀតមកអូខេនេះខ្ញុំសេរីរឿងឲ្យវាមូលនេះអូខេចឹងយើងបានហើយបានក្បាល slide មួយស្អាតហើយអូខេនេះដោយសារតែក្បាល slide វាអក្សរតិចចឹងខ្ញុំអាចនឹងសុំយកមកដាក់នេះឧទាហរណ៍នេះគាត់ជាឧទាហរណ៍បងប្អូនខ្ញុំមកដាក់តាក់ទងទៅនឹងនេះមកអូខេគឺបានហើយប៉ុណ្ណឹងគឺបានហើយចាំបន្តមកទៀតនេះចូលមកឡើងវគ្គសំខាន់ highlight ទៅនេះបងប្អូននេះ highlight ដូចរបស់គេនេះខ្ញុំសូម copy យកទៅធ្វើតែម្ដងអូខេចឹងយើងចូលមកនេះខ្ញុំសូមបង្កើតទំព័រថ្មីផ្សេងយកមកធ្វើហើយតមកខ្ញុំយកទៅដាក់អូខេចឹងយើងបាននេះបងប្អូនអានេះគឺ style បែបនេះគឺវាស្រួលទេចឹងជំហានដំបូងបងប្អូនត្រូវចូលទៅក្នុង insert គូ shape រួចតែរាល់ដងគឺយកពំយកមូលអូខេយកមួយដាក់បំពង់មកល្មមដាំទៅតាមបងប្អូនដែលចង់បានតែបន្តមកទៀតគឺយើងបដាច់ទំព័រចោលបដាច់ច្រឡំបដាច់បន្ទាត់វាចោលអូខេដល់ពេលបដាច់បន្ទាត់ចោលហើយបងប្អូនចុច control វាបន្តទៀតដើម្បី copy តមកយើងដាក់បរិយាធំតិចចុច shift ចុចទៅលើវាមកនេះបងប្អូននេះចុច shift ចុចលើវាចឹងមកបងប្អូនដាក់មកសេរីឲ្យត្រូវខាងលើត្រូវខាងក្រោមអានេះគឺវាមានភាពងាយស្រួលអញ្ចឹងអូខេចឹងបានហើយចាំបន្តមកទៀតខ្ញុំដាក់នេះមកខាងក្រោមខាងក្រោមខ្ញុំពំវូក្រហមនេះយើងដាក់នេះមកដាក់ពណ៌ក្រហមអញ្ចឹងហើយពេលនេះគឺយើងត្រូវផ្ដាច់ចោលអូខេនេះផ្ដាច់ចោលបន្តមកទៀតខ្ញុំដាក់នេះអូខេខ្ញុំគិតថាវារៀងធំពេកខ្ញុំសេរីវារៀងទូចតិចតែមិនចុចនេះមានដាក់សេរីវាស្មើលើស្មើក្រោមអូខេចឹងបានហើយចាំបន្ទាប់មកទៀតគឺយើងចូលមកដាក់នេះបន្ទាត់ដាច់បងប្អូននេះបន្ទាត់ដាច់អូខេចឹងខ្ញុំយកអានេះមកអូខេខ្ញុំយកហ្នឹងហើយខ្ញុំឃើញបន្ទាត់ទូចពេកចឹងយើងអាចមកសេរីបន្ទាត់ឲ្យធំបានអូខេនេះអូខេចឹងយើងបានហើយនេះចឹងលុបរបស់នេះចោលអូខេចឹងយើងបានហើយចឹងបន្តមកទៀតយើងចុច control ដើម្បីគ្រប់វាចូលយើងគ្រប់វាចូលហើយយើង copy វាមកយកមកដាក់នៅខាងនេះមកអូខេនេះចឹងខ្ញុំបរិចខ្ញុំព្រមអានេះតិចបរិចឲ្យវារៀងធំឲ្យវារៀងទូចស្រួលមើលនេះបងប្អូនអូខេចឹងបានហើយនេះអូខេចឹងគឺការធ្វើ slide គឺមានប៉ុណ្ណឹងនេះក៏ជាការធ្វើនៅក្បាល slide ទេអូខេចឹងបើសិនជាបងប្អូន background នេះបងប្អូនចង់ដូរ background បងប្អូនចុចទៅលើ background នេះបន្តមកបងប្អូនចុច mouse ស្ដាំហើយយកពាក្យនេះមកអូខេចឹងយើងចូលមកយក background យក background ណាដែលស្អាតបងប្អូននេះហើយយើងអាចរក background បានអូខេចឹងខ្ញុំសេរី background ទៅនេះមកអូខេចឹងគឺយើងបានហើយនេះចុច F5 មកអូខេឃើញទេបងប្អូនអានេះគឺសម្រាប់ background ហើយអានេះគឺសម្រាប់មុខវិជ្ជាហើយមួយទៀតគឺយើងនិយាយតាក់ទងនឹងប្រធានបទហើយខាងក្រោមនេះគឺយើងនិយាយតាក់ទងទៅនឹងគ្រូបង្រៀនអូខេអញ្ចឹងហើយ
តាមបងប្អូនដែល highlight ចឹងបងប្អូនវាចាស់គាត់យល់ច្រឡំថាចេះថាslide សេវា$3ហ្នឹងគាត់គិតថាខ្ញុំធ្វើឲ្យគឺអស់$3អញ្ចឹងគឺអត់ចឹងទេគឺសម្រាប់$3ទៅ$4គឺបងប្អូនដែលទិញ slide ពីខ្ញុំទៅអូខេអាហ្នឹងគឺ$3ទៅ$4បើសិនជាបងប្អូនឲ្យខ្ញុំធ្វើហ្មងគឺអាចតម្លៃឡើងទៅ5ទៅ$8ទៅតាមប្រធានបទដែលបងប្អូននេះដែលបងប្អូនមានហ្នឹងព្រោះការធ្វើ slide គឺវាអត់ស្រួលទេយើងមិនអាចចេះទៅទាញអក្សរយកមកដាក់ញញែបានទេទី1គឺយើងត្រូវការរចនាវាហើយបន្ទាប់មកទៀតយើងធ្វើឲ្យមានចលនាហើយបន្ទាប់មកទៀតគឺយើងរកនៅរូបភាពដើម្បីដាក់នៅក្នុង slide ហ្នឹងអញ្ចឹងគឺវាងាយស្រួលទេសម្រាប់$10គឺវាប៉ុណ្ណឹងគឺវាសមរម្យហើយអូខេអញ្ចឹងឥឡូវយើងនេះហើយអញ្ចឹងយើងមកមើលមេរៀនជាបន្តទៀតតើតើនេះបំពង់មូលទូទូនេះអញ្ចឹងបំពង់មូលទូទូនេះគឺអត់មានអីពិបាកទេបងប្អូនយើងចូលមកគូ shape ធម្មតាតាមបែបធម្មតាមកអូខេតែមកយើងនេះមកនេះបងប្អូនអានេះតាមយើងលេងបងប្អូនអូខេខ្ញុំយកនេះមកនេះយកនេះមកខ្ញុំដាច់បន្ទាត់ចោលបន្តិចខ្ញុំ copy វាបន្ត copy រៀងធំតិចមកនេះបងប្អូនអូខេដល់អញ្ចឹងនេះបានតែប៉ុណ្ណឹងគឺបានតែអញ្ចឹងគឺវាទំនងការធ្វើ slide គឺនៅលើអ្វីដែលយើងមើលថាវាទំនងឬក៏មិនទំនងទៅលើយើងអ្នកធ្វើអញ្ចឹងបងប្អូនចឹង slide នេះគឺយើងនិយាយតាក់ទងទៅនឹងការ present តាក់ទងទៅនឹង sting ដើម្បីប្រមូលនៅផលិតផលរបស់យើងអញ្ចឹងគឺការធ្វើ slide តាក់ទងទៅនឹង sting យើងអាចដាក់ពណ៌ slide ក្រហមក៏បានឬក៏ពណ៌លឿងក៏បានព្រោះតាម sting ដែលយើងលើកមកនិយាយអញ្ចឹងបងប្អូនអូខ្ញុំភ្លេចដាក់នេះភ្លេចដាក់ logo slide ខ្ញុំមកឆ្ងល់ slide អត់សូវស្អាតអត់មានទំនងបន្តិចដោយសារតែភ្លេចដាក់ logo ហើយ slide បើសិនជាយើងអត់ដាក់ logo វាអត់ស្អាតទេបងប្អូនអូខេខ្ញុំដាក់ logo នេះមួយខ្ញុំភ្លេចដាក់តែឈ្មោះសាលាគេអត់ស្គាល់ logo អូខេនេះបងប្អូនខ្ញុំសេរីមកឲ្យវាស្អាតមកល្មមអូខេនេះដល់ពេលមាន logo ហ្នឹងទៅมันឃើញស្អាតបងប្អូនអូខេចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងហើយបន្តទៀតតើតើទៅនឹងមេរៀនបន្តទៀតចាំខ្ញុំចេញនៅពេលខាងក្រោយដោយសារតែពេលខ្លះបងប្អូនខ្លះគាត់ថាខ្ញុំបរៀនលឿនពេកអញ្ចឹងរៀនលឿនដោយសារតែខ្ញុំវារវល់ពេកអញ្ចឹងខ្ញុំឆ្លៀតពេលបង្ហាញបងប្អូនតិចតួចមិនមែនគាត់ថាធ្វើ slide បងប្អូនយកលុយហើយមិនប្រាប់បងប្អូនទេអញ្ចឹងគឺខ្ញុំអត់អញ្ចឹងទេគឺខ្ញុំចែករំលែកអ្វីដែលខ្ញុំអាចធ្វើបានចំណែកគឺខ្ញុំធ្វើវីដេអូជូនដល់បងប្អូនតែម្ដងអញ្ចឹងព្រោះបងប្អូនខ្លះគាត់ក៏មិនមានថវិកាអញ្ចឹងគឺខ្ញុំយកយល់ពេលខ្លះខ្ញុំក៏ send slide ទៅឲ្យបងប្អូនដែរពេលអញ្ចឹងយើងមានតែប៉ុណ្្នឹងទេមេរៀនយើងថ្ងៃនេះអញ្ចឹងចាំលើកក្រោយខ្ញុំនឹងចេញនៅមេរៀនបន្តតាក់ទងទៅនឹងការធ្វើ slide បន្តនេះទៀតទេបងប្អូនអូខេបើចឹងសូមឃើញទៅវីដេអូនេះគឺអាចធ្វើបងប្អូនយល់ខ្លះជាងវីដេអូយើងគឺមានតែប៉ុណ្្នឹងបាទចឹងសូមអរគុណនិងអរគុណ